ទំនុកដំកើងជំពូក10ពាក្យអធិដ្ឋានសូមព្រះអង្គម្ចាស់រកយុត្តិធម៌អូព្រះអង្គម្ចាស់អើយហេតុអ្វីបានជាព្រះអង្គគង់នៅឆ្ងាយម្ល៉េះនៅពេលទូបង្គំមានអាសន្នហេតុអ្វីបានជាព្រះអង្គសំងំស្ងៀមដូច្នេះមនុស្សពាលនាំគ្នាតាមធ្វើបាបមនុស្សទុរគតទាំងឥតអៀងខ្មាស់ពួកគេប្រើល្បិចកលធ្វើឲ្យមនុស្សទុរគតវិនាសមនុស្សពាលតែងតែនិយាយអួតអំពីការលោភលន់របស់ខ្លួនហើយមនុស្សកេងប្រវ័ញ្ចនាំគ្នានិយាយចំអកនិងប្រមាថព្រះអង្គម្ចាស់មនុស្សពាលនិយាយទាំងវេរខ្ពស់ហើយមិនរវីរវល់នឹងអ្វីសោះពួកគេគិតថាគ្មានព្រះជាម្ចាស់ទេអ្វីដែលគេធ្វើតែងតែចម្រុងចម្រើនជានិច្ចគេមិនគិតដល់សោះថាព្រះអង្គនឹងវិនិច្ឆ័យទោសគេដូច្នេះគេក៏បន្ទាបបន្ថោកបច្ចាមិត្តរបស់ខ្លួនគេគិតក្នុងចិត្តថាអញនឹងមិនត្រូវរង្គោះរង្គើហើយអញក៏មិនជួបប្រទះទុក្ខលំបាកសោះឡើយមាត់របស់គេពោលតែពាក្យបណ្ដាសាពាក្យបោកបញ្ឆោតនិងពាក្យមូបង្កាច់ហើយពាក្យអពមង្គលនិងទុច្ចរិតស្ថិតនៅចុងអណ្ដាតរបស់គេជានិច្ចគេតែងពួយស្ទាក់នៅក្បែរភូមិហើយប្រហារជីវិតចូលសូត្រត្រង់ដោយសម្ងាត់គេចេះតែឃ្លាំមើលមនុស្សទន់ខ្សោយគេពួនដោយសន្សឹងសំងំតាមគុំពតគេចាំចាប់ជនទ្រគតដោយតាក់ទាញឲ្យធ្លាក់ទៅក្នុងអន្ទាក់របស់ខ្លួនជនទ្រគតក៏ដួលក្រាបនៅដីហើយធ្លាក់ទៅក្នុងកណ្ដាប់ដៃរបស់មនុស្សពាលកើតក្នុងចិត្តថាព្រះជាម្ចាស់មិនចាប់អារម្មណ៍ទេព្រះអង្គបិទព្រះនេត្រទ្រង់មិនទតមើលទាល់តែសោះព្រះអង្គម្ចាស់អើយសូមតើឡើងបង្ហាញព្រះបារមីរបស់ព្រះអង្គសូមកុំភ្លេចមនុស្សទន់ទាបឡើយហេតុអ្វីបានជាមនុស្សពាលចំអកមើលងាយព្រះជាម្ចាស់ហេតុអ្វីបានជាគេគិតក្នុងចិត្តថាព្រះអង្គនឹងមិនរករឿងអញឡើយដូច្នេះព្រះអង្គម្ចាស់អើយព្រះអង្គពិតជាទតឃើញទុក្ខលំបាកនិងការឈឺចាប់របស់មនុស្សទន់ទាបព្រះអង្គប្រុងនឹងជួយគេជានិច្ចមនុស្សទ្រគតផ្ញើជីវិតលើព្រះអង្គទាំងស្រុងហើយមានតែព្រះអង្គទេដែលជាងមកជួយសង្គ្រោះជនកំព្រាសូមព្រះអង្គកាច់បំបាក់ដៃរបស់មនុស្សពាលសូមដាក់ទោសពួកគេដើម្បីកុំឲ្យគេប្រព្រឹត្តអំពើពាលតទៅទៀតព្រះអង្គម្ចាស់ជាព្រះមហាក្សត្រដ៏គង់នៅអស់កលជាអង្វែងតរៀងទៅសាសដតីនឹងត្រូវលុបបំបាត់ចេញអស់ពីស្រុករបស់ព្រះអង្គបបិទ្ធព្រះអង្គម្ចាស់ព្រះអង្គទ្រង់ឆ្វេងជល់បំណងចិត្តរបស់មនុស្សទន់ទាបព្រះអង្គលើកទឹកចិត្តគេព្រះអង្គតែងតែផ្ទៀងព្រះកាសស្ដាប់ជនកំព្រានិងមនុស្សដែលត្រូវគេជិះជាន់ហើយព្រះអង្គរកយុត្តិធម៌ឲ្យគេដើម្បីកុំឲ្យមនុស្សនៅលើផែនដីអាចសង្កត់សង្កិនគេតទៅទៀត